ខ្ញុំគឺជាជនជាតិចាមម្នាក់ដែលគោរពកត់ខ្លាចព្រះជាម្ចាស់ហើយស្អប់នៅការបង្រៀនរបស់គ្រីស្ទានខ្ញុំបានប្រៀបធៀបគ្នានៅការបង្រៀនសាសរវាងសាសទាំងពីរខ្ញុំឃើញថាការបង្រៀនរបស់គ្រីស្ទានគឺមានការខុសឆ្គងច្រើនខ្ញុំយល់ថាគ្រីស្ទានបង្រៀនមនុស្សមិនឲ្យគោរពប្រតិបត្តិព្រះជាម្ចាស់ទេគឺគេបង្រៀនមនុស្សឲ្យថ្វាយបង្គំទៅមនុស្សឲ្យថ្វាយបង្គំទៅព្យាការីដែលឈ្មោះថាអ៊ីសាដែលគ្រីស្ទានបានយកព្យាការីអ៊ីសាធ្វើជាព្រះហើយក្រាបថ្វាយបង្គំមនុស្សដែលជាព្យាការីនោះធ្វើជាព្រះហើយតាមដែលខ្ញុំបានដឹងតាមគម្ពីរកូរ៉ានដែលខ្ញុំធ្លាប់បានរៀនសូត្រអ៊ីសានោះគឺគ្រាន់តែជាព្យាការីដែលព្រះបញ្ចាត់មកដើម្បីនឹងព្រានបានមកបង្រៀនមនុស្សឲ្យគោរពកត់ខ្លាចទៅព្រះជាម្ចាស់ដូចជាព្យាការីផ្សេងទៀតតែប៉ុណ្ណោះតែគ្រីស្ទានបើជាយល់ខុសហើយបង្រៀនថាអ៊ីសានោះគឺជាព្រះហើយដាក់ឈ្មោះថាព្រះយេស៊ូវទៅវិញខ្ញុំចាប់ដើមមើលងាយនៅការបង្រៀនរបស់គេមែនទែនខ្ញុំឆ្ងល់ណាស់ថាហេតុអ្វីបានជាគេបង្រៀនអញ្ចឹងហេតុអ្វីបានជាគេមិនមើលទៅក្នុងព្រះគម្ពីរហេតុអ្វីបានជាមិនមើលការបង្រៀនតាមកូរ៉ានខាងអ៊ីស្លាមគឺយើងបានដឹងថាអ៊ីសាគឺជាព្យាការីម្នាក់ដូចជាព្យាការីផ្សេងទៀតដែលមានមុជីសាត់ឬក៏អំណាចមកពីអល់ឡោះដែលលោកបានមកដើម្បីនឹងដឹកនាំមនុស្សបង្រៀនមនុស្សឲ្យស្គាល់ទៅអល់ឡោះឲ្យសម្លឹងមើលទៅអល់ឡោះគឺមិនមែនឲ្យមនុស្សទៅក្រាបថ្វាយបង្គំលោកនោះទេដល់ពេលខ្ញុំជាជនជាតិចាមខ្ញុំមើលឃើញនៅការនោះខ្ញុំតែងតែប្រាប់ទៅដល់មិត្តភ័ក្តិឬក៏បងប្អូនរបស់ខ្ញុំថាកុំជឿសាសនាយេស៊ូនឹងឲ្យសោះខ្ញុំយល់ថាការបង្រៀនរបស់អ៊ីស្លាមគឺល្អច្រើនជាងឆ្ងាយណាស់បិទការបង្រៀនរបស់អ៊ីស្លាមគឺគេមានជាក្បួនជាច្បាប់គេមានជាធម៌ដើម្បីនឹងសូត្រក្រាបថ្វាយបង្គំព្រះហើយនៅពេលដែលចូលទៅក្នុងវិហារគឺគេមានពិធីក្នុងការដែលលាងខ្លួនហើយស្លៀកពាក់សស្អាតដើម្បីនឹងចូលទៅក្រាបថ្វាយបង្គំព្រះចំណែកឯគ្រីស្ទានវិញខ្ញុំយល់ថាគឺមានភាពខុសឆ្គងដោយគេចូលទៅក្នុងវិហារមានទាំងសម្លៀកបំពាក់តាមរបៀបការដែលគេចង់ស្លៀកអីគឺគេស្លៀកហ្នឹងមានទាំងអ្នកខ្លះស្លៀកខ្លីលិចលើលិចក្រោមចូលទៅក្នុងវិហារដើម្បីនឹងក្រាបថ្វាយបង្គំខ្ញុំយល់ថាការធ្វើទាំងអស់នោះគឺវាខុសឆ្គងមែនទែនក្នុងការដែលចូលទៅក្រាបថ្វាយបង្គំព្រះខ្ញុំមើលងាយនៅការបង្រៀនរបស់គ្រីស្ទានតែថ្ងៃមួយមានអ្នកជឿព្រះយេស៊ូវម្នាក់គាត់បានចូលមកឲ្យខ្ញុំហើយគាត់បាននាំខ្ញុំអាននៅគម្ពីរបៃបលនោះហើយខ្ញុំក៏ចាប់ដើមរៀននៅការបង្រៀនរបស់គេខ្ញុំចង់ដឹងថាការបង្រៀនរបស់គេយ៉ាងម៉េចហេតុអ្វីបានជាគ្រីស្ទានមានច្រើនម្ល៉េះនៅលើពិភពលោកហើយជាពិសេសប្រទេសមហាអំណាចលេខ1នៅគឺជាប្រទេសអាមេរិកនោះគឺជាប្រទេសដែលជឿទៅលើសាសនាគ្រីស្ទានខ្ញុំក៏ចង់ដឹងដែរថាតើការបង្រៀនរបស់គ្រីស្ទាននោះគេបង្រៀនយ៉ាងម៉េចហើយមានគ្រូម្នាក់ដែលគាត់ចង់ឲ្យខ្ញុំអាននៅគម្ពីរនោះហើយខ្ញុំក៏អានជាមួយនឹងគាត់តែគាត់បាននាំខ្ញុំអានចាប់តាមពីគម្ពីរម៉ាថាយខ្ញុំក៏ចាប់ដើមអាននៅក្នុងគម្ពីរនោះហើយគាត់បានឲ្យខ្ញុំអានដោយយកចិត្តទុកដាក់ហើយស្ដាប់មើលឲ្យយល់នៅអត្ថន័យមួយឃ្លានៅពេលដែលខ្ញុំអានចប់មួយចម្ពោះគាត់សួរខ្ញុំឲ្យខ្ញុំសួរនៅសំណួរទៅគាត់វិញនៅពេលដែលខ្ញុំអានចប់មួយចម្ពោះខ្ញុំត្រូវតែរកសំណួរហើយសួរទៅគាត់ធ្វើដូច្នេះដើម្បីឲ្យខ្ញុំយកចិត្តទុកដាក់នៅក្នុងការអានតែគម្ពីរនោះដោយយកចិត្តទុកដាក់នៅពេលដែលខ្ញុំអានខ្ញុំបានឃើញនៅការបង្រៀនតាក់ទងជាមួយនឹងអាដាមហើយនឹងអេវ៉ាបានញ៉ាំផ្លែឈើដឹងខុសត្រូវនៅក្នុងសួនច្បារនៅពេលដែលខ្ញុំបានអានពីកន្លែងនោះខ្ញុំចាប់ដើមយល់ថាការដែលញ៉ាំផ្លែឈើដឹងខុសត្រូវនោះគឺជាអំពើបាបមែនបិទពួកគេមិនបានស្ដាប់បង្គាប់ព្រះខ្ញុំក៏យល់ថានោះក៏ជាអំពើបាបដែរបិទសាសនាអ៊ីស្លាមក៏បានបង្រៀនដូចគ្នានោះដែរគឺជាអំពើបាបហើយមនុស្សយើងបានមានដំណរជាប់ជាអំពើបាបនោះមកលើពិភពលោកតាមរយៈអាដាមហើយនិងអេវ៉ាខ្ញុំយល់អំពីការនឹងបិទកូរ៉ានក៏បានបង្រៀនដូចគ្នាដែរតែខ្ញុំយល់ថាការដែលខ្ញុំខិតខំប្រឹងប្រែងធ្វើបុណ្យសន្សំកុសលឲ្យបានច្រើនទៅគឺខ្ញុំអាចនឹងដោះលុះឬក៏លៀងនៅអំពើបាបនោះហើយត្បិតខ្ញុំជាយាមខ្ញុំមិនទៅលួចឆក់ប្លន់របស់នរណាខ្ញុំមិនចង់បានរបស់នរណាក៏មិនឈ្នានីសឬក៏ធ្វើអ្វីដែលខុសឆ្គងទៅលើអ្នកដទៃនោះដែរខ្ញុំជាយាមប្រតិបត្តិតាមបទបញ្ជារបស់អល់ឡោះតែក្នុងព្រះគម្ពីរដែលខ្ញុំបានអាននោះបានបង្រៀនខ្ញុំទុយពីអ្វីដែលខ្ញុំធ្លាប់គិតដោយគម្ពីរបានប្រាប់ខ្ញុំថាបើខ្ញុំចង់ទៅឯនគរឋានសួគ៌នោះគឺមិនអាចពឹងលើការខិតខំប្រឹងប្រែងរបស់ខ្លួននោះឡើយមិនអាចពឹងទៅលើការខិតខំប្រឹងសូត្រធម៌ឲ្យបានច្រើនមិនអាចពឹងទៅលើការធ្វើយ៉ាញ់បូជាយកសត្វមកធ្វើយ៉ាញ់បូជាតាមប្រពៃណីសាសនារបស់ខ្ញុំមិនអាចពឹងទៅលើការខិតខំប្រព្រឹត្តតាមក្រឹតវិន័យបើសិនជាយើងអាចធ្វើនៅការទាំងអស់នោះហើយយើងអាចទៅឯនគរឋានសួគ៌បាននោះព្រះយេស៊ូវនោះមិនយាងមកឯនគរឋានយាងពីនគរឋានសួគ៌មកជួយសង្គ្រោះយើងនោះទេនៅក្នុងគម្ពីរនោះបានប្រាប់ខ្ញុំថាបើសិនជាខ្ញុំចង់ទៅឯនគរឋានសួគ៌វាប្រៀបដូចជាដឹកសត្វអូតហើយចូលតាមប្រហោងរុនមជុលអញ្ចឹង
គឺវាពិបាកណាស់គឺយើងមិនអាចធ្វើនៅការនឹងបានទេបិទសត្វអូតវាមានធំណាហើយបើសិនដឹកឲ្យតែដឹកចូលតាមប្រហោងរុនមកចូលនោះគឺទៅមិនរួចទេគ្មាននរណាម្នាក់អាចធ្វើការនឹងបានទេគឺ0%តែម្ដងហើយក្នុងគម្ពីរក៏ខាងអ៊ីស្លាមបានបង្រៀនថាបើយើងចង់ទៅឯនគរឋានសួគ៌អ៊ីស្លាមបានបង្រៀនថាវាប្រៀបធៀបនៅការលំបាកនោះវាប្រៀបដូចជាយកសក់មួយសរសៃហើយពុះជា10ហើយឲ្យយើងឆ្លងអញ្ចឹងវាពិបាកណាស់ក្នុងការដែលចូលទៅឯនគរឋានសួគ៌ដូច្នេះយើងមិនអាចនឹងទៅឯនគរឋានសួគ៌ដោយការខិតខំប្រឹងប្រែងធ្វើយ៉ាញ់បូជាយកសัตว์មួយឆ្នាំធ្វើកោរពានម្ដងហើយខិតខំទៅវិហាររៀងរាល់ថ្ងៃសុក្រទៅវិហារម្ដងហើយរៀងរាល់មួយឆ្នាំយើងថ្វាយបង្គំមួយខែហើយតំឲ្យបាន3ទៅ4ថ្ងៃឬក៏មួយខែការទាំងអស់នោះគឺមិនអាចនឹងជួយសង្គ្រោះខ្លួនឯងឲ្យរួចពីអំពើបាបបានដល់ងាយរបៀបនោះទេការដែលទៅឯនគរឋានសួគ៌ព្រះអង្គប្រៀបធៀបថាលំបាកណាស់ក្នុងគម្ពីរនោះបានបង្រៀនថាបើសិនជាចង់ទៅឯនគរឋានសួគ៌លុះត្រាតែយើងកើតជាថ្មីបើយើងមិនបានកើតជាថ្មីទេនោះយើងមាននិស្ស័យពីអាដាមមកបើសិនជាយើងនៅតែជាប់និស្ស័យជាមនុស្សតពីអាដាមមកនោះយើងមិនអាចទៅឯនគរឋានសួគ៌បានទេលុះត្រាតែយើងបានកើតជាថ្មីហើយសួរថាកើតជាថ្មីនោះឲ្យយើងទៅសម្លាប់ខ្លួនហើយកើតពីក្នុងពោះម្ដាយមកម្ដងទៀតមិនដេចកើតនៅក្នុងគម្ពីរបានប្រាប់ថាអត់ទេមិនមែនកើតជាថ្មីទៅកើតពីនោះទេគឺយើងត្រូវតែចូលទៅក្នុងប្រវត្តិមានរបស់ព្រះចូលទៅដូចជាព្រះយេស៊ូវបានសគត់ហើយកប់នៅក្នុងភ្នោហើយទ្រង់បានរស់មកវិញអញ្ចឹងតែយើងមិនមែនទៅឲ្យគេឆ្កាងយើងដូចជាព្រះយេស៊ូវអញ្ចឹងទេគឺយើងគ្រាន់តែទទួលព្រះអង្គទទួលជឿលើព្រះអង្គហើយសូមឲ្យព្រះអង្គអត់ទោសនៅអំពើបាបរបស់យើងហើយយើងព្រមធ្វើពិធីបុណ្យជាមួយទឹកដោយយើងឲ្យគេធ្វើពិធីបុណ្យជាមួយទឹកយើងនៅក្នុងទឹកហើយយើងងើបចេញពីទឹកមកវិញនោះព្រះបានទទួលស្គាល់ថាយើងបានស្លាប់យើងបានព្រមទទួលព្រះអង្គជាព្រះដែលទ្រង់បានសគត់នៅលើឈើឆ្កាងលុះអំពើបាបយើងដូច្នេះទ្រង់ក៏នឹងលាងនៅអំពើបាបរបស់យើងនៅក្នុងទឹកនោះហើយយើងងើបចេញមកវិញគឺជាជីវិតថ្មីនៅក្នុងការបង្រៀននោះខ្ញុំមានការគិតពិចារណាមែនតើខ្ញុំចាប់ដើមមើលនៅមេរៀនមួយដោយប្រុងប្រយ័ត្នហើយលម្អិតនៅអត្ថន័យនៅក្នុងការបង្រៀននៅក្នុងព្រះគម្ពីរបានបង្យល់ថាព្រះយេស៊ូវទ្រង់បានមកចាប់កំណើតជាមនុស្សគឺទ្រង់មិនមែនមកដោយសារតែភាពចាយតន់នោះទេគឺមានការទីទុករាប់ពាន់ឆ្នាំមុនដែលទ្រង់បានយាងមកចាប់កំណើតជាមនុស្សមុនដែលព្រះអង្គយាងមកចាប់កំណើតជាមនុស្សគឺព្រះបានឲ្យមនុស្សយកសត្វទៅធ្វើយ៉ាញ់បូជាមនុស្សយកសត្វធ្វើយ៉ាញ់បូជារៀងរាល់ឆ្នាំនៅចំនួនដែលព្រះយេស៊ូវនៅមិនទាន់យាងមកចាប់កំណើតជាមនុស្សដោយសារអីដោយសារតែមនុស្សមិនអាចនឹងលុះអំពើបាបខ្លួនឯងតាមរយៈការខិតខំប្រឹងប្រែងធ្វើបុណ្យឲ្យបានច្រើនសន្សំកុសលបានច្រើនឬក៏ការខិតខំប្រតិបត្តិតាមក្រឹតវិន័យរបស់ព្រះដើម្បីឲ្យទៅឯនគរឋានសួគ៌បានទេទាល់តែពឹងទៅលើឈាមបានអាចដោះលាងនៅអំពើបាបនេះបានត្បិតឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ទាល់តែយើងយកឈាមទៅដោះលាងលុះនៅអំពើបាបនោះបានអាចលុះបានដូច្នេះហើយនៅចំនួនមុនព្រះយេស៊ូវយាងមកទ្រង់បានឲ្យយកសត្វយកទៅធ្វើយ៉ាញ់បូជាដើម្បីលាងអំពើបាបរបស់ខ្លួនឯងតែនៅពេលដែលទ្រង់បានយាងមកជាមនុស្សហើយគឺយើងមិនចាំបាច់យកសត្វទៅធ្វើយ៉ាញ់បូជាទៀតទេគឺព្រះអង្គឲ្យយើងយកសត្វទៅធ្វើយ៉ាញ់បូជានោះគ្រាន់តែជាការដែលព្រះអង្គឲ្យយើងរងចាំទ្រង់យាងមកតែប៉ុណ្ណោះត្បិតពេលវេលាកំណត់ទ្រង់មកនៅមិនទាន់ដល់ដូច្នេះមនុស្សត្រូវយកសត្វទៅធ្វើយ៉ាញ់បូជាជំនួសព្រះអង្គតែពេលដែលព្រះអង្គយាងមកហើយគឺយើងមិនចាំបាច់ត្រូវយកសត្វទៅធ្វើយ៉ាញ់បូជានោះទៀតដែរដូច្នេះមេរៀនដែលខ្ញុំបានរៀនអំពីអំពើបាបនាំឲ្យខ្ញុំបានដឹងថាខ្ញុំគឺជាមនុស្សដែលមានអំពើបាបពិតប្រាកដមែនខ្ញុំមិនអាចនឹងលុបលាងអំពើបាបខ្លួនឯងដោយសារតែការខិតខំប្រឹងប្រែងសន្សំបុណ្យកុសលដើម្បីឲ្យបានទៅឯនគរឋានសួគ៌នោះទេហើយការទៅឯនគរឋានសួគ៌បានក៏មិនមែនងាយស្រួលដូចជាការគិតរបស់ខ្ញុំនោះដែរពីមុនខ្ញុំគិតថាគ្រាន់តែខ្ញុំមិនទៅសម្លាប់គេមិនទៅលួចរបស់គេមិនទៅចង់បានរបស់អ្នកដទៃមិនប្រព្រឹត្តនៅការទុច្ចរិតនោះខ្ញុំគិតថាខ្ញុំបានទៅឯនគរឋានសួគ៌ហើយតែនៅពេលដែលខ្ញុំបានរៀនអំពីការបង្រៀនរបស់ព្រះយេស៊ូវទ្រង់បានបង្រៀនឲ្យខ្ញុំបានមើលឃើញយ៉ាងច្បាស់ថាផ្លូវទៅឯនគរឋានសួគ៌គឺមិនងាយស្រួលដូចជាការគិតរបស់ខ្ញុំនោះទេហើយអ៊ីស្លាមតើពិតក៏បានបង្រៀនខ្ញុំដែរថាទៅឯនគរឋានសួគ៌ក៏មិនងាយដែរតែយើងក៏មិនដឹងថាធ្វើយ៉ាងណាក្រៅពីរស់នៅតាមរបៀបធម្មតាគេនៅយ៉ាងម៉េចយើងនៅដូចគេអញ្ចឹងដល់ពេលយើងបានរៀនទៅអំពីព្រះយេស៊ូវបង្រៀនក៏យើងបានដឹងថាពិតមែនការចូលទៅឯនគរឋានសួគ៌វាប្រៀបដូចជាយកសក់មួយសរសៃហើយពុះជា10ហើយឲ្យយើងឆ្លងអញ្ចឹងគឺយើងមិនអាចនឹងទៅបានទេតើតែយើងរកជំនួយមកពីព្រះមានន័យថាការនោះយើងមិនអាចធ្វើដោយខ្លួនឯងបានទេតើតែយើងមានជំនួយមកពីព្រះអាចធ្វើការនោះបានតែយើងមិនអាចធ្វើបានទេព្រះអាចជួយយើងបានតែយើងមិនអាចជួយខ្លួនយើងបានទេខ្ញុំសង្ឃឹមថាមេរៀននៅថ្ងៃនេះនឹងជួយដល់បងប្អូនខ្លះដែលជាអ្នកជឿដូចខ្ញុំពីមុនជឿថាខ្លួនអាចទៅឯនគរឋានសួគ៌បានជឿថាខ្លួនអាចសង្គ្រោះខ្លួនឯងឲ្យទៅឯនគរឋានសួគ៌បានឲ្យរួចពីអំពើបាបបានបងប្អូនអើយខ្ញុំសូមប្រាប់ថាគឺយើងមិនអាចទៅឯនគរឋានសួគ៌ដោយការខិតខំប្រឹងប្រែងដល់ខ្លួនឯងនោះទេតើតែយើងពឹងទៅលើព្រះអរគុណច្រើននៅមេរៀនថ្ងៃនេះហើយខ្ញុំសង្ឃឹមថាបងប្អូននឹងផ្លាស់ប្ដូរហើយទទួលជឿលើព្រះយេស៊ូវគ្រីស្ទដូចជាខ្ញុំដែរអរគុណច្រើនសូមព្រះប្រទានពរ